កាត់5ដងហើយខ្ញុំដល់ចឹងទឹកប៉ែតឡើងហ៊ានវះកាត់ទៀតខ្ញុំចង់និយាយអាការៈមីងមិនស្រាលទេណាត្រូវយល់ធ្ងន់ត្រូវដឹងខ្លួនឯងធ្ងន់បាទក៏និយាយដែរមីងកើតមហារាជតាំងពី2012ចាមុនដំបូងកើតអីគេមហារាជអីគេដោះ2014ពវៀនហើយចេញពីពវៀនមកចូលស្បូននោះដឹងតាំងពី2017តែប៉ែតគេអត់ធ្វើការវះកាត់ឲ្យយើងដល់តែខ្ញុំធ្លាក់ឈាមលើកទី2ធ្លាក់ឈាមខ្លាំង2023ហ្នឹងបានគេព្រមវះកាត់យើងបាទអូមិញរៀលដាល់មានន័យថាវាមហារាជវាអញ្ចឹងខ្ញុំចង់និយាយអញ្ចឹងហ្នឹងហើយវះកាត់ហើយ2-3ឆ្នាំក្រោយកើតទៀតអ្នកខ្លះ 4-5 ឆ្នាំអ្នកខ្លះ 7-8 ឆ្នាំទៅអ្នកខ្លះលឿនអ្នកខ្លះវាហើយភ្លាមឆ្នាំក្រោយកើតទៀតអញ្ចឹងយកគិតមើលខ្ញុំបាញ់កម្មវគ្គស្មីហើយអត់បានមួយឆ្នាំស្រួលបួលផងខ្ញុំដោះត្រឡប់មកវិញហ្នឹងបាទឥឡូវមិញកើត3ដងហើយវះកាត់ក៏លេងកើតហ្នឹងហើយមានតែពេទ្យលេងវះកាត់ឲ្យដោយសារវះច្រើនពេកបាទលេងហើយអាហ្នឹងបើយើងមានការអីតាមសមាជីវោធ្ងន់ណាស់មិនលេងស្អីណាមិញមិនអត់លេងទេហើយចាក់គីមីលេងកើតទៀតចាក់គីមីអត់កើតពេលថាមិនអត់ចាក់លេងកើតថ្លើមយើងអត់ទទួលបានបាទអញ្ចឹងមានវិធីអីព្យាបាលទៀតឃើញទេអស់លេងអត់មានវិធីបាញ់កម្មរស្មីគឺបាញ់បថុយបាញ់លេងកើតទៀតអញ្ចឹងមានសល់តែជំរើសតែមួយគឺផឹកថ្នាំមែនទេហ្នឹងហើយបាទផឹកថ្នាំពេទ្យកម្លាំងចិត្តខ្លួនឯងបាទផឹកថ្នាំពេទ្យដើម្បីពជាជីវិតតែប៉ុណ្្នឹងទេខ្ញុំចង់និយាយបើក្បួនពេលរងថ្ងៃណាបើនិយាយឲ្យចំញ៉ាំថ្នាំរងថ្ងៃញ៉ាំថ្នាំទប់ស្កាត់បាលផ្សេងបើនិយាយរឿងមហារាជគឺអត់មានទេថ្នាំប៉ែតបាទអស់វិធីហើយអត់មានប្រើកើតទេព្រោះមិញដល់ជំរើសចំក្រោយហ្នឹងចង់និយាយអញ្ចឹងណាហ្នឹងហើយបាទមានន័យថាពេទ្យលេងធ្វើអីកើតលែងជួយយើងបានហ្មងបាទតែមុខមិញរងថ្ងៃនៅស្រស់ណាដើរបានអីបាននៅប្រសើរជាងនេះជំងឺខ្ញុំអត់អួតមានណាដឹងខ្ញុំឈឺតែអួតបានគេដឹងថាខ្ញុំឈឺអរគុណអ្នកមីងមានឈ្មោះដែរខ្ញុំឈ្មោះលក្ខណាមីងនៅទីនេះគេហៅភូមិអូបៃក្អមសកាត់អូបៃក្អមខណ្ឌសែនសុខអានេះផ្លូវអីគេផ្លូវលេខបានទៅនេះអូផ្លូវហ្នឹង271ដែរប៉ុន្តែផ្លូវលំបាទអានេះផ្លូវក្រោយស្តុបណូគីហ្នឹងក្រោយពីចិត្តមកចាមកមីងសុំឈោតិចមកមើលមានឈឺអីនេះបងប្អូនមើលតិចថាគាត់អ្នកជំងឺអ្នកជំងឺមហារាជអ្នកជំងឺថាមហារាជចរុនតរីចង់និយាយអញ្ចឹងហ្នឹងហើយអត់ទេណាតែគាត់នេះបើតាមស្ថានភាពជំងឺរបស់គាត់មិនមែនស្រាលទេពេទ្យគេថាដែរបាទពេទ្យលេងនិយាយលេងថាចេះពេទ្យថាចេះខ្ញុំឆ្ងល់មិញឯងជំងឺសើធ្ងន់5 6មុខម្នាក់ឯងហេតុអីក៏មិញឯងអាយុវែងហើយចេះតបជាប់ហ៎ពេទ្យថាខ្ញុំអាយុវែងព្រមមិញមិនលេងសើចទេណាបើមិញពេលថាព្យាបាលលេងកើតអីមិញគួរតែភ័យបះសក់ហ្នឹងហើយបាទព្រោះវះកាត់លេងកើតចាបាទចាក់គីមីលេងកើតចាបាញ់កម្មរស្មីលេងកើតទៀតចាហើយឥឡូវរហូតញ៉ាំថ្នាំខ្ញុំបាន5ខែអញ្ចឹងឯងតាំងខែ1ឥឡូវចាបាទថ្ងៃនេះថ្ងៃទី8ថ្ងៃទី9ខែ6 2026គិតដល់ថ្ងៃនេះមិញញ៉ាំបាន5ខែចាបាទ5ខែមិញលេងធ្លាក់ឈាមចាលេងស្បូនលេងធ្លាក់ឈាមមហារាជស្បូនលេងធ្លាក់ឈាមមានន័យថាអាលេងធ្លាក់ឈាមហ្នឹងមានន័យថាតម្បៅវាសះហ្នឹងហើយបាទតម្បៅវាសះវាចាប់ដើមរួមទៅវិញចាអាហ្នឹងឯងជាប្រសិទ្ធភាពហ្នឹងមិញហ្នឹងហើយមិញដឹងខ្លួនឯងអាហ្នឹងវិវត្តទៅផ្លូវជាហ្នឹងហើយបាទអាហ្នឹងមិនរឿងធម្មតាភូតហេតុអស្ចារ្យណាមិញសុបាយចិត្តទេហីលោកឯងលោកគាត់ណាបានអាហ្នឹងមួយបាទជួយជីវិតខ្ញុំបានដល់50 60 70% ហើយត្រូវហើយព្រោះអាហ្នឹងវាជាជំងឺតនហាមហើយខ្ញុំប្រាប់មកមិញអាការៈដូចមិញដល់ពេលលេពុំមិញកើតមហារាជតាំងពី2012ដោះ2014ពវៀន2017ចូលមកស្បូនហើយដោះក្រោមអីគេឃ្លៀកទៀតហ៎នេះបាទអញ្ចឹងមានន័យថាវាច្រើនវាកាត់បាញ់កម្មរស្មីឆ្លងកាត់អស់ហើយរហូតដល់គេធ្វើអីលេងកាត់គេលេងព្យាបាលចាមានន័យថាបើសិនជាអ្នកជំងឺផ្សេងណាដែលមានលុយដែលខ្ញុំធ្លាប់ជួបប្រទេសអាការៈដូចមិញណាទៅផឹកថ្នាំយ៉ាងហោចក៏មួយខែចិត្ត10000ដែរដើម្បីទប់ស្កាត់កុំឲ្យវារីរៀលដើរតទៀតណាចាគាត់ថាទប់ស្កាត់ទេហើយមិនដឹងតែខ្លួនឯងស្លាប់ថ្ងៃណាទេហើយខ្ញុំនិយាយការពិតណាបាទប៉ុន្តែមិញតស៊ូបានដល់ប៉ុណ្ណេះហើយតំបៅចាប់ដើមសះឈាមចាប់ដើមលេងធ្លាក់មានថាវិវត្តមកផ្លូវល្អហើយចាអញ្ចឹងមិញ
តាមបទពិសោធន៍ខ្ញុំសភាអ្នកជំងឺរាប់រយអ្នកនេះហើយខ្ញុំជួបអ្នកជំងឺរាប់ពាន់អ្នកឲ្យតាមទូរស័ព្ទហ្នឹងមិញទៅទៀតជាហើយ សង្ឃឹមថាវាជាលឿនទៅចា ពីវត្តមកផ្លូវល្អហើយតាំងពីធ្លាក់ឈាមឥឡូវនេះលែងធ្លាក់ឈាម មានអីមិញដើរមកមើលវិញបាទមានអីនេះ មើលតាមទីតាណាទៀត ហើយមានហាត់ប្រាណទេរងថ្ងៃ ហាត់តា ទេចង់ដឹងថាអ្នកមិញមិនមែនអ្នកជំងឺចង់និយាយថាមិនមែនតរុនតរីដូចគេទេ ចា គេអ្នកខ្លះគេហូរឈាមហូរដេកកតេលអាចនោមនឹងក្រេនឹងកតេលហ្នឹងណាហើយមិញមើលស្រស់ប្រឹមនេះមើលអីនេះបងប្អូនគិតថាគាត់អ្នកឈឺមិនទេណាប៉ុន្តែគាត់ឈឺធ្ងន់ណាស់មិនលេងសើចណាប៉ុន្តែឥឡូវធូរស្រាលហើយបានដើមសមោចប៉ុណ្ណេះមានន័យថាជីវិតមិញប្រវត្តិមកល្អហើយមិញអាយុប៉ុន្មានហី ខ្ញុំ61 61ហ៎ទៅដល់8ហើយលើ8ទៀតមិនស្រួល សាធុទៅបានដល់ហ្នឹង អេបាន ឲ្យញ៉ាំដើមសម្ឲ្យពីវត្តមកផ្លូវល្អបាទ ពីកន្លងមកខ្ញុំតែខ្ញុំរស់បានមួយខែខ្ញុំថាឲ្យកូនរួចមួយខែបានមួយឆ្នាំឲ្យឆ្លងឆ្នាំឲ្យកូនណាបានមួយឆ្នាំកន្លងផុត ហ្នឹងហើយបងតា យើងរាប់ថ្ងៃហ៎ អ្នកជំងឺមហារីកចូលកម្រិតមិញសរាប់ថ្ងៃហើយ រាប់ថ្ងៃខ្លួន បាទ ឯងអ៊ីកូនបានមួយឆ្នាំហើយ ប៉ុន្តែអញ្ចឹងល្អវិញណា ឆ្នាំមួយឆ្នាំ ល្អមិនទេល្អយើងបានត្រៀមចិត្តត្រៀមកាយយើងរស់នៅមានតែយើងត្រៀមខ្លួនរហូតត្រៀមលក្ខណៈរហូតណា ហ្នឹងហើយ អញ្ចឹងអត់ហ៊ានធ្វើអីខុសទេ អត់ហ៊ានទេ បើហ៊ានធ្វើអំពើបាបទេហើយក៏មិនហ៊ានធ្វើអីខុសដែរហ្នឹងអញ្ចឹងតែជីវិតអ្នកមិញចាប់ពីពេលនេះទៅល្អហើយ ប្រយ័ត្នណាសំបីតែចំណីអាហារក៏ប្រយ័ត្នដែរ អញ្ចឹងណាយើងរស់ត្រៀមលក្ខណៈរហូតណា ចា ល្អប្រសើរជាងនេះអ្នកដែលអត់ដឹងខ្លួនទៀតណា ឥឡូវមិញផុតហើយខ្ញុំហ៊ានធានាឲ្យទៅ ចា ហើយញ៉ាំថ្នាំខ្ញុំបាន5ខែមើលស្រស់បោះប៉ុណ្ណេះឲ្យឈាមលេងធ្លាក់លេងអីហើយវាប្រវត្តិមកផ្លូវជាហើយ ចាអរគុណច្រើនចា អរគុណមិញជូនពរមិញអាយុលើ100ទៅយើងញ៉ាំ តែនេះមកមកណៃ អរគុណមិញសុខសប្បាយទៅមិញបើជម្រាប ច្រើន